សុវត្ថិភាពចំណីអាហារឬក៏ food safety គឺសំដៅទៅលើលក្ខខណ្ឌនៃការអនុវត្តដែលរក្សាគុណភាពអាហារដើម្បីការពារការចម្លងមេរោគនិងជំងឺដែលបណ្ដាលមកពីអាហារបញ្ហាសុវត្ថិភាពចំណីអាហារគឺបណ្ដាលមកពីជំងឺដោយសារអាហារការចម្លងមេរោគតាមរយៈជីវសាស្ត្រគីមីឬរាងកាយតាមរយៈជីវសាស្ត្រគឺសម្រាប់អាហារដែលទុកយូរដែលមានក្លិនឬមានដុះផ្សិតតាមរយៈគីមីគឺសម្រាប់អាហារដែលមានការបាញ់ថ្នាំបំប៉នឬក៏បាញ់ថ្នាំដើម្បីឲ្យមានផ្លែផ្កាច្រើនតាមរយៈរាងកាយគឺបណ្ដាលមកពីសត្វល្អិតវានៅលើចំណីអាហារឬក៏មានជាប់នៅកម្ទេចកម្ទីផ្សេងៗដែលអាចហៅថា physical contamination ការទុកដាក់របស់របរដោយគ្មានសណ្ដាប់ធ្នាប់ដែលអាចនាំឲ្យមានការចម្លងមេរោគការគ្រប់គ្រង allergy ឬ allergen management ជំងឺដោយសារអាហារជាជំងឺដែលបង្កឡើងបណ្ដាលមកពីការទទួលទានអាហារដែលមានមេរោគឬក៏ភេសជ្ជៈដែលមានមេរោគអតិសង្ឃុំប្រាណឬភ្នាក់ងារបង្កជំងឺផ្សេងៗអាចបំពុលអាហារដូច្នេះប្រភេទជំងឺនៃបង្កឡើងដោយអាហារមានច្រើនប្រភេទជំងឺដែលបង្កឡើងដោយអាហារជាច្រើនគឺមានការឆ្លងកាត់មេរោគដែលបង្កឡើងដោយពពួកបាក់តេរីវីរុសនិងប៉ារ៉ាស៊ីតការចម្លងមេរោគជីវសាស្ត្រគីមីឬរាងកាយសារធាតុពុលនៅលើរាងកាយជាឥទ្ធិពលចម្បងទៅលើរូបរាងកាយឬលក្ខណៈសម្បត្តិរូបវន្តផ្សេងនៃទឹកសារធាតុពុលគីមីគឺជាធាតុឬសមាសធាតុសារធាតុពុលទាំងនេះអាចកើតឡើងដោយធម្មជាតិឬបង្កើតឡើងដោយមនុស្សសារធាតុពុលជីវសាស្ត្រគឺជាសារពាង្គកាយនៅក្នុងទឹកពួកវាត្រូវបានគេសំដៅទៅលើពួកអតិសង្ឃុំប្រាណឬ microbiological contamination ការគ្រប់គ្រងការទុកដាក់មិនបានត្រឹមត្រូវ improper handling and storage ការបំពុលអាហារច្រើនតែបង្កឡើងពីបាក់តេរីអាហារដែលត្រូវបានរក្សាទុករៀបចំចាត់ចែងឬចម្អិនមិនបានត្រឹមត្រូវអាហារដែលមាននៅក្នុងបាក់តេរីពុលអាចមើលទៅមានក្លិនមានរសជាតិមិនធម្មតាប្រសិនបើអាហារមិនបានរក្សាទុកត្រឹមត្រូវបាក់តេរីនៅក្នុងវាអាចកើនឡើងដល់កម្រិតគ្រោះថ្នាក់ការចម្លងរោគឬ cross contamination ការចម្លងរោគគឺជាការផ្ទេរបាក់តេរីដែលបង្កគ្រោះថ្នាក់ទៅកាន់អាហារពីអាហារផ្សេងទៀតតាមរយៈក្តារកាត់ឬឧបករណ៍ប្រើប្រាស់ផ្សេងវាកើតឡើងនៅពេលដែលពួកវាមិនត្រូវបានគ្រប់គ្រងនិងលាងសម្អាតឲ្យបានត្រឹមត្រូវការគ្រប់គ្រងអាឡែស៊ីឬ allergen management ការគ្រប់គ្រងអាឡែស៊ីគឺជាប្រព័ន្ធឯកសារដែលភោជនីយដ្ឋានឬអាជីវកម្មអាហារផ្សេងត្រូវអភិវឌ្ឍដើម្បីកំណត់អត្តសញ្ញាណនៃការគ្រប់គ្រងសារធាតុអាឡែស៊ីនៅក្នុងអាហារនៅក្នុងរូបមន្តរបស់ពួកគេបណ្ដុះបណ្ដាលបុគ្គលិកទៅលើការគ្រប់គ្រងសារធាតុអាឡែស៊ីនិងទំនាក់ទំនងហានិភ័យនិងវត្តមាននៃសារធាតុអាឡែស៊ីនៅក្នុងអាហារដល់អតិថិជនការលាងសម្អាតដៃដោយការប្រើប្រាស់ទឹកក្តៅឧណ្ហឬសាប៊ូធ្វើបែបនេះមុននិងក្រោយពេលប៉ាអាហារដើម្បីធានានូវសុវត្ថិភាពថាដៃគ្មានមេរោគការរក្សាអាហារឆៅឬឆ្អិនដោយឡែកពីគ្នាដើម្បីបញ្ឈប់បាក់តេរីនៅក្នុងអាហារឆៅដែលធ្វើឲ្យប៉ះពាល់ដល់អាហារឆ្អិនឡើងវិញការចម្លងរោគគឺជាអ្វីដែលកើតឡើងនៅពេលដែលបាក់តេរីឬអតិសង្ឃុំប្រាណផ្សេងទៀតត្រូវបានផ្ទេរពីវត្ថុមួយទៅវត្ថុមួយទៀតចម្អិនម្ហូបឲ្យបានត្រឹមត្រូវយ៉ាងហោចណាស់ប្រើកម្ដៅ70អង្សាឬក្ដៅជាងនេះប្រើតែ1ម៉ែត្រដើម្បីពិនិត្យមើលសីតុណ្ហភាពក្នុងអាហារដើម្បីប្រាកដថាអាហារឆ្អិនអាហារដែលចម្អិនរួចរាល់ត្រូវយកទៅដាក់ក្នុងទូកកដែលមានសីតុណ្ហភាព5អង្សាឬទាបជាងនេះដើម្បីកាត់បន្ថយការលូតលាស់នៃអតិសង្ឃុំប្រាណដែលគ្រោះថ្នាក់ប្រើប្រាស់ទឹកនិងវត្ថុធាតុដើមប្រើប្រាស់ទឹកស្អាតនិងចម្រោះទឹកដើម្បីឲ្យមានសុវត្ថិភាពជ្រើសរើសអាហារស្រស់និងមានសុវត្ថិភាពជ្រើសរើសអាហារដែលបានកែច្នៃសម្រាប់សុវត្ថិភាពដូចជាទឹកដោះគោឆៅជាដើមលាងផ្លែឈើនិងបន្លែជាពិសេសប្រសិនបើបរិភោគអាហារឆៅកុំទទួលទានអាហារលើសពីកាលបរិច្ឆេទកំណត់របស់វា